ជីវិតកូនប្រសាហ្វីលីពីននៅកូរ៉េត្រូវម្ដាយក្មេងកូរ៉េធ្វើបាបជារៀងរាល់ថ្ងៃព្រោះមិនទាន់មានកូនប្រុសបន្តត្រកូលនារីហ្វីលីពីនម្នាក់នេះបានរៀបការទៅប្រទេសកូរ៉េអស់រយៈពេល5ឆ្នាំនិងមានកូនស្រី2នាក់ទោះជាយ៉ាងណាក៏ដោយម្ដាយក្មេងរបស់នាងនៅតែមិនពេញចិត្តដោយទាមទារឲ្យនាងបង្កើតកូនប្រុសមួយជាបន្ទាន់នាងមានអាយុ30ឆ្នាំបានរស់នៅក្រោមសម្ពាធនៃទំនៀមទម្លាប់កូរ៉េដែលឲ្យតម្លៃកូនប្រុសជាងកូនស្រីទោះបីជាចៅទាំងពីរគួរឲ្យស្រឡាញ់យ៉ាងណាក៏ដោយក៏ម្ដាយក្មេងរបស់នាងនៅតែទទូចចង់បានចៅប្រុសគាត់ថែមទាំងភ្ជួរម្ទេសនៅលើជញ្ជាំងដើម្បីបួងសួងសុំចៅប្រុសដែលជាជំនឿមិនធម្មតានៅតាមជនបទនៃប្រទេសកូរ៉េនាងត្រូវធ្វើការផ្ទះយ៉ាងលំបាកនិងមើលថែកូន2នាក់តែម្នាក់ឯងម្ដាយក្មេងរបស់នាងមិនត្រឹមតែមិនជួយទេថែមទាំងរើសអើងនិងរករឿងនាងគ្រប់ពេលវេលាម្ដាយក្មេងកូរ៉េជឿជាក់ថាមានតែកូនប្រុសទេដែលអាចបន្តវង្សត្រកូលបានភាពអយុត្តិធម៌ក្នុងផ្ទះនេះបានកើតឡើងជារៀងរាល់ថ្ងៃនៅពេលបាយម្ដាយក្មេងតែងតែឲ្យកូនប្រុសញ៉ាំឆ្អែតមុនសិនរីឯនាងត្រូវពោលកូនទាំងពុះឃ្លានសូម្បីតែពេលនាងលួចញ៉ាំនំបន្តិចបន្តួចក៏ត្រូវម្ដាយក្មេងដកចេញដែរនិងស្ដីបន្ទោសនាងយ៉ាងចាស់ដៃក្នុងនាមជាក្មេងកំព្រាដែលខ្វះភាពកក់ក្ដៅតាំងពីតូចនាងសង្ឃឹមថាការរៀបការមកកូរ៉េនឹងជួយប៉ះប៉ូវផ្លូវចិត្តប៉ុន្តែអ្វីដែលនាងទទួលបានគឺមានតែការមើលងាយពីម្ដាយក្មេងនិងទឹកភ្នែកជារៀងរាល់ថ្ងៃប៉ុណ្ណោះទោះបីប្តីស្រឡាញ់នាងក៏ពិតមែនប៉ុន្តែគាត់ជាកូនអកតញ្ញូដែលមិនហ៊ានជំទាស់នឹងម្ដាយឡើយដំណោះស្រាយតែមួយគត់ដែលគាត់ផ្ដល់ឲ្យគឺយកកូនទី3ទៅដើម្បីបញ្ចប់រឿងនាងមានអារម្មណ៍ថាគ្មានទីពឹងនិងឯកោបំផុតតើនាងគួរតែបន្តធ្វើតាមការបង្គាប់បញ្ជារបស់ម្ដាយក្មេងទៀតទេកុំភ្លេចខមមិននៅខាងក្រោម